សួស្តីអ្នកទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់យើងដែលនាំមកជូននូវចំណេះដឹងអំពីរុក្ខជាតិអុសបែបធម្មជាតិថ្ងៃនេះយើងនឹងនាំអ្នកមកកអាចកំបាំងនៃដើមព្រះក្លប់ដែលជារុក្ខជាតិអុសបុរាណមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដើមព្រះក្លប់គឺជារុក្ខជាតិតែមានលក្ខណៈពិសេសណាស់ពេលយើងប៉ះស្លឹកវានឹងបត់ចុះយ៉ាងទន់ភ្លន់ដូចជារុក្ខជាតិមានអារម្មណ៍ហេតុនេះហើយហៅវាថាព្រះក្លប់ក្នុងប្រពៃណីបុរាណខ្មែរនិងនៅប្រទេសជិតខាងដើមព្រះក្លប់តែងតែប្រើសម្រាប់ថែរក្សាសុខភាពទូទៅការស្រាវជ្រាវចាប់ពីឆ្នាំ2020ដល់ឆ្នាំ2025បានបង្ហាញថារុក្ខជាតិនេះមានសារធាតុធម្មជាតិដែលអាចជួយការពាររាងកាយពីជាតិពុលបន្ថយភាពចាស់និងជួយឲ្យកោសិកាមានសកម្មភាពល្អជាងមុននៅឆ្នាំ2022វាត្រូវបានសិក្សាថាអាចជួយបំបាត់ភាពរលាកនិងជួយឲ្យរបួសជាបានលឿនសារធាតុដែលស្រង់ចេញពីវាក៏អាចជួយបន្ថយភាពនឿយហត់និងធ្វើឲ្យរាងកាយស្រស់ស្រាយឡើងវិញផងដែរបន្ទាប់មកនៅឆ្នាំ2024និង2025ការស្រាវជ្រាវថ្មីបានរកឃើញថាដើមព្រះក្លប់មានសក្តានុពលជួយបង្កើនសុខភាពរបស់បុរសវាអាចជួយឲ្យរាងកាយមានកម្លាំងបង្កើនភាពជឿជាក់និងជួយថែរក្សាសុខភាពផ្លូវភេទទោះបីជាលទ្ធផលនេះនៅតែជាការសិក្សានៅមន្ទីរពិសោធន៍ប៉ុន្តែវាបង្ហាញថារុក្ខជាតិធម្មជាតិបែបនេះមានអនាគតសង្ឃឹមបំផុតក្នុងការថែរក្សាសុខភាពបុរសប៉ុន្តែចងចាំថាដើមព្រះក្លប់មិនមែនជាថ្នាំព្យាបាលជំងឺទេវាគ្រាន់តែជារុក្ខជាតិអស់ធម្មជាតិដែលជួយថែរក្សាសុខភាពប្រចាំថ្ងៃប៉ុណ្ណោះបើអ្នកចង់ប្រើវាជាប្រចាំគួរពិគ្រោះជាមួយអ្នកជំនាញសុខភាពជាមុនដើម្បីធានាថាសមស្របនឹងសភាពរាងកាយរបស់អ្នកដើមព្រះក្លប់មិនត្រឹមតែជារុក្ខជាតិឱសថទេប៉ុន្តែវាជាមរតកវប្បធម៌របស់ប្រជាជនខ្មែរវាបង្ហាញពីចំណេះដឹងបុរាណនិងការរស់នៅសាមញ្ញបែបធម្មជាតិដែលគួរឲ្យយើងអភិរក្សនិងបន្តសិក្សាបន្ថែមចុងក្រោយនេះសូមអញ្ជើញអ្នកទស្សនាទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនជានិច្ចញ៉ាំអាហារដែលមានប្រយោជន៍គេងឲ្យគ្រប់គ្មានភាពតានតឹងនិងធ្វើលំហាត់ប្រាណជាប្រចាំសុខភាពល្អគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលយើងគ្រប់គ្នាគួរតែរក្សាសូមអរគុណអ្នកទស្សនាទាំងអស់ដែលបានទស្សនាវីដេអូនេះកុំភ្លេចចុច like ចុច subscribe និងចែករំលែកវីដេអូនេះដើម្បីឲ្យមិត្តភ័ក្តិទាំងអស់បានស្គាល់អំពីដើមព្រះក្លប់ផងដែរសូមឲ្យអ្នកទាំងអស់មានសុខភាពល្អនិងជោគជ័យគ្រប់វិស័យជួបគ្នាវិញក្នុងវីដេអូបន្ទាប់សូមអរគុណសួស្តីអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំគ្នាមកស្គាល់នឹងរុក្ខជាតិមួយប្រភេទដែលមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនលើសពីការស្មាននោះគឺរុក្ខជាតិឈូកដើមឈូកមានភាពរឹងមាំងាយដុះនៅក្នុងដីសើមជាច្រើនពេលគេយកដើមឈូកប្រើសម្រាប់ធ្វើថ្នាំបញ្ចុះឈាមឬជួយបន្ថយជំងឺក្តៅខ្លួនមើមឈូកឬឈូកគឺជាផ្នែកដែលសម្បូរទៅដោយសារធាតុចិញ្ចឹមវាអាចប្រើធ្វើជាថ្នាំព្យាបាលជំងឺពោះវៀនការឈឺពោះនិងជួយសម្រួលប្រព័ន្ធរំលាយអាហារនៅតំបន់ជនបទខ្មែរយើងមើមឈូកតែងតែយកមកចំហុយឬច្របាច់ទឹកផឹកដើម្បីជួយសុខភាពការឈូកគឺជារូបភាពនៃភាពស្អាតនិងភាពបរិសុទ្ធប៉ុន្តែអត្ថប្រយោជន៍របស់វាមិនត្រឹមតែសម្រាប់តុបតែងទេផ្កាឈូកមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយថែរក្សាស្បែកឲ្យស្រស់ថ្លានិងជួយបន្ថយភាពតានតឹងក្នុងចិត្តស្លឹកឈូកតែងតែប្រើក្នុងថ្នាំបុរាណដើម្បីជួយបន្ថយសម្ពាធឈាមនិងជួយសម្រាកស្បើយសាច់ដុំពេលយើងយកស្លឹកឈូកស្រស់មកត្រាំទឹកក្តៅអាចផឹកជាថ្នាំឆ្អែតផងបានក្រអៅឈូកឬគ្រាប់ផ្កាឈូកដែលជាផ្នែកស្ដើងនៅជុំវិញផ្កាក៏មានអត្ថប្រយោជន៍ផងដែរនៅខាងក្នុងគ្រាប់ឈូកមានបណ្ដូលខៀវតូចដែលមនុស្សជំនាន់ចាស់ជឿថាជួយបន្ថយជំងឺក្តៅខ្លួនបង្កើនថាមពលនិងជួយសម្រួលចង្វាក់ឈាមគ្រាប់ឈូកគឺជាផ្នែកដែលអ្នកជាច្រើនស្គាល់ថាអាចយកទៅធ្វើជាបង្អែមឈ្ងុយឆ្ងាញ់បាន
គ្រាប់ឈូកសម្បូរទៅដោយប្រូតេអ៊ីនវីតាមីននិងសារធាតុរ៉ែជាច្រើនវាជួយថែរក្សាបេះដូងជួយឲ្យឈាមឆ្លងល្អនិងជួយបន្ថយជំងឺនឿយហត់សរីរាង្គទាំងមូលរបស់ឈូកចាប់ពីឫសរហូតដល់ផ្កាមានតម្លៃថ្នាំអស្ចារ្យទាំងអស់មនុស្សបុរាណយើងស្គាល់វាដូចជារុក្ខជាតិពិសិដ្ឋដែលបង្កើតភាពសុខដុមរមនាក្នុងផ្លូវរាងកាយនិងផ្លូវចិត្តដូច្នេះឈូកមិនមែនជារុក្ខជាតិដ៏ស្រស់ស្អាតតែប៉ុណ្ណោះទេប៉ុន្តែជាអំណោយធម្មជាតិដែលអាចជួយឲ្យយើងរស់នៅបានប្រសើរឡើងអត្ថប្រយោជន៍នៃបណ្ដូលខៀវនៅក្នុងគ្រាប់ឈូកបណ្ដូលខៀវដែលស្ថិតនៅក្នុងគ្រាប់ឈូកគឺជាផ្នែកតូចដែលជាចំណុចសំខាន់មួយនៃរុក្ខជាតិឈូកទោះបីវាមើលទៅតូចប៉ុណ្ណាក៏វាមានសារធាតុចិញ្ចឹមនិងថ្នាំធម្មជាតិដ៏អស្ចារ្យមួយជួយបន្ថយសម្ពាធឈាមបណ្ដូលខៀវមានសារធាតុដែលជួយសម្រួលការប្រតិបត្តិនៃបេះដូងនិងធ្វើឲ្យឈាមឆ្លងល្អវាជួយបន្ថយសម្ពាធឈាមខ្ពស់និងការហើមនៃសរសៃឈាម2ជួយសុខភាពថ្លើមនិងតម្រងនោមសារធាតុចម្រាញ់ពីបណ្ដូលខៀវអាចជួយបញ្ចុះកាឡេស្តេរ៉ុលនិងជួយបង្កើនការងាររបស់ថ្លើមពេលតម្រងនោមដំណើរការល្អវានឹងជួយសម្អាតពុលនៅក្នុងឈាមឲ្យរាងកាយមានភាពសុខសាន្ត3ជួយសម្រួលការគេងនិងបន្ថយភាពតានតឹងបណ្ដូលខៀវមានសារធាតុធម្មជាតិដែលជួយបន្ថយការស្ទាក់ស្ទើរនិងភាពតានតឹងក្នុងចិត្តមនុស្សបុរាណតែងយកវាត្រាំទឹកក្តៅឬច្របាច់ជាទឹកផឹកមុនគេងដើម្បីជួយឲ្យចិត្តស្ងប់ស្ងាត់និងងាយដេក4ជួយបន្ថយជំងឺក្តៅខ្លួននិងជំងឺក្បាលក្នុងបណ្ដូលខៀវមានសារធាតុត្រជាក់ធម្មជាតិដែលអាចជួយបន្ថយកម្ដៅក្នុងខ្លួនបំបាត់អាការៈក្តៅខ្លួនឈឺក្បាលឬអស់កម្លាំងដោយសារអាកាសធាតុក្តៅ5ជួយថែរក្សាស្បែកនិងបំបាត់ជាតិពុលក្នុងឈាមបណ្ដូលខៀវមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយលើកស្បែកឲ្យស្រស់ថ្លាបន្ថយស្នាមប្រឡាក់និងជួយរាងកាយបំបាត់ជាតិពុលនៅក្នុងឈាម5ជួយបង្កើនថាមពលនិងភាពរស់រវើកអ្នកដែលញ៉ាំម៉ាបណ្ដូលឈូកឬផឹកទឹកឈូកជារឿយនឹងមានអារម្មណ៍ថារស់រវើកកម្លាំងល្អនិងមានភាពស្រស់ស្រាយជានិច្ចសេចក្តីសន្និដ្ឋានបណ្ដូលខៀវនៅក្នុងគ្រាប់ឈូកគឺជាផ្នែកតូចដែលបង្កើតអត្ថប្រយោជន៍ធំមួយសម្រាប់សុខភាពវាជាឱសថធម្មជាតិដែលអាចជួយទាំងផ្លូវរាងកាយនិងផ្លូវចិត្តមិនថាយើងប្រើវាទម្លាក់ជាទឹកផឹកឬប្រើក្នុងថ្នាំបុរាណក៏វានៅតែជាមិត្តស្និទ្ធសម្រាប់សុខភាពមនុស្សយើងបង្អែមគ្រាប់ឈូកអាហារទម្លាប់បុរាណដែលឈ្ងុយឆ្ងាញ់និងសម្បូរប្រយោជន៍នៅក្នុងចំណោមបង្អែមប្រពៃណីខ្មែរបង្អែមគ្រាប់ឈូកគឺជាបង្អែមមួយប្រភេទដែលមានភាពឈ្ងុយឆ្ងាញ់ងាយញ៉ាំម៉ានិងមានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនបង្អែមនេះតែងតែប្រើគ្រាប់ឈូកសុទ្ធជាវត្ថុធាតុដើមសំខាន់ការរៀបចំគ្រាប់ឈូកត្រូវយកមកលាងឲ្យស្អាតបន្ទាប់មកយកទៅដុតឬចំហុយស្រួលរហូតដល់មានក្លិនឈ្ងុយឆ្ងាញ់បន្ទាប់មកយកមកលាយជាមួយស្ករផ្អែមបន្តិចអង្ករពោតឬទឹកដោះខ្ទិះស្រស់ដើម្បីបន្ថែមរសជាតិឲ្យទន់ល្អនិងឈ្ងុយជាប់មាត់នៅតាមភូមិឬទីស្នាក់របស់បុរសស្រីជនបទតែងធ្វើបង្អែមគ្រាប់ឈូកសម្រាប់អភិរក្សឬសម្រាប់ជាអាហារចុងពេលថ្ងៃក្លិនឈ្ងុយនៃគ្រាប់ឈូកបន្សល់ក្លិនដូចធម្មជាតិដែលធ្វើឲ្យអ្នកញ៉ាំម៉ាមានអារម្មណ៍ស្រស់ស្រាយនិងស្ងប់ស្ងាត់រសជាតិនិងអត្ថប្រយោជន៍បង្អែមគ្រាប់ឈូកមានរសជាតិផ្អែមតិចឈ្ងុយបែបធម្មជាតិនិងទន់ល្មមក្រៅពីភាពឆ្ងាញ់វានៅមានអត្ថប្រយោជន៍សុខភាពជាច្រើនដូចជាជួយបន្ថែមថាមពលដល់រាងកាយជួយឲ្យបេះដូងដំណើរការល្អបន្ថយជំងឺសម្ពាធឈាមនិងជួយឲ្យស្បែកមានសភាពស្រស់ថ្លាព្រោះវាមានវីតាមីននិងរ៉ែជាច្រើនបង្អែមឈូកគឺជាស្នាដៃនៃចំណេះដឹងបុរាណខ្មែរគ្រាប់ឈូកមិនត្រឹមតែជាអាហាររសជាតិឈ្ងុយឆ្ងាញ់ទេប៉ុន្តែវាជាផ្នែកមួយនៃវប្បធម៌និងជារូបភាពនៃការប្រើប្រាស់ធម្មជាតិឲ្យមានតម្លៃនៅក្នុងការញ៉ាំម៉ាបង្អែមគ្រាប់ឈូកគឺជាការចងក្រងរវាងភាពឆ្ងាញ់និងសុខភាពសេចក្តីសន្និដ្ឋានបង្អែមគ្រាប់ឈូកគឺជាបង្អែមប្រពៃណីដែលផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ហើយជាការរួមបញ្ចូលរវាងអាហារទំនេរនិងថ្នាំធម្មជាតិ
វាជាអាហារដែលសមស្របសម្រាប់ទាំងមនុស្សចាស់និងក្មេងធ្វើឲ្យមានអារម្មណ៍សុខសាន្តនិងស្រស់ស្រាយជានិច្ច